បាទជំរាបសួរទៅដល់ពុកម៉ែបងប្អូនអ្នកទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាពីរុក្ខជាតិម្យ៉ាងបាទជាប្រភេទរុក្ខជាតិនេះគេហៅថាជាដើមជីស្លឹកក្រាស់បាទជីស្លឹកក្រាស់ឬក៏ជីត្រចៀកជ្រូកបាទដែលជាជីហ្នឹងគឺជាប្រភេទឱសថខ្មែរយើងបាទដែលមានបញ្ហាជំងឺក្អកបាទអញ្ចឹងគឺគេយកជីស្លឹកក្រាស់ហ្នឹងយកទៅច្របាច់ជាមួយនឹងបាទច្របាច់វាឲ្យម៉ត់ទៅដាក់ទឹកវាត្រាំជាមួយនឹងទឹកដូងបាទទឹកដូងផ្លែហើយជីស្លឹកក្រាស់យើងដាក់មកល្មមមកបានហើយបាទដាក់មកល្មមមកប៉ុណ្ណេះមកគេយកច្របាច់វាយកមកដាក់ជាមួយនឹងទឹកដូងដើម្បីព្យាបាលនៅជំងឺក្អកបាទក្អកនេះយើងបើសិនជាទឹមក្អក 4-5 ថ្ងៃ 3-4 ថ្ងៃយើងអាចសាកល្បងវាបានបាទបើសិនជាពុកម៉ែបងប្អូនក្អកយូរហើយកន្លះខែទៅ20ថ្ងៃអីអាហ្នឹងយើងទៅជួបពេទ្យទៅក៏មានបញ្ហាសួតបញ្ហាអីបាទអញ្ចឹងបើសិនជាក្អកណាបើក្នុងករណីក្អកទៅធម្មតាមិនក្អកសួតមិនក្អកល្បីទេគឺយើងអាចយករុក្ខជាតិប្រភេទនេះបាទជាមួយនឹងដូងបាទច្របាច់វាទៅយកទឹកឬក៏បុកវាម៉ត់លាយជាមួយទឹកដូងហើយយើងបរិភោគទៅបាទដើម្បីព្យាបាលជំងឺក្អកបរិភោគបាន3ថ្ងៃ2ថ្ងៃទៅឃើញសិទ្ធិភាពហើយបាទអញ្ចឹងហ្នឹងគឺវាប្រកែស័ក្តិសិទ្ធិក្នុងការដាក់ជាមួយទឹកដូងបាទក្នុងការព្យាបាលនៅជំងឺក្អកបាទបញ្ហាក្អកបាទហើយដើមហ្នឹងគឺជាប្រភេទអញ្ចេះបាទស្លឹកវាបាទនេះបាទដើមវាបិទមើលបាទហើយវាអញ្ចឹងបាទហើយថ្នាំបាទវាធំរៀងកពុលអញ្ចឹងហើយថ្នាំបាទថ្នាំកពុលធំក្លិនមិនល្អទេប៉ុន្តែវាព្យាបាលរោគបាទឃើញទេបាទអញ្ចឹងបាទជីសក្រាស់ហ្នឹងគឺព្យាបាលជំងឺក្អកของបងប្អូនណាបាទយើងលាយជាមួយទឹកដូងហើយបើសិនជាយើងចង់ដាំវាបាទយើងបានលេខវាប៉ុណ្ណេះមកយើងដោតដីនៅកន្លែងណាដែលមានពន្លឺថ្ងៃហើយមានពន្លឺថ្ងៃគ្រប់គ្រាន់ហើយមានជីជាតិទៅដោតទៅយើងដាំដុះឲ្យទឹកប្រើថ្ងៃក្រោយទៀតបាទទៅថ្ងៃក្រោយក្អកអីមានអ្នកចិត្តខាងឬក៏បងប្អូនណាក្អកអីយើងដាំទៅចែកលេខចែកឲ្យគ្នាផឹកទៅបាទដើម្បីព្យាបាលជំងឺក្អកហ្នឹងមិនធម្មតាទេក្អកហ្នឹងក្អកធ្វើឲ្យយើងដេកវាមិនលុបហ្មងរមាស់កហើយខុសដេកគ្មានលក់ស្រួលទេបាទហើយទៅជំនុំចំណោមក៏ពិបាកចូលគេដែរបាទយើងក្អកហ្នឹងឬក្អកដាក់ចិត្តគេចិត្តឯងក្រែងចិត្តគេខ្លាចឆ្លងខ្លាចអីចឹងណាបាទអញ្ចឹងយើងត្រូវតែព្យាបាលវាបាទសូមបញ្ជាក់ផងទៀតណាបើសិនជាក្អកយូរថ្ងៃយូរខែអីយើងអាចទៅពិគ្រោះជាមួយពេទ្យនេះគឺជាឱសថបុរាណខ្មែរយើងសម្រាប់ព្យាបាលជំងឺក្អកធម្មតាទេបាទបើសិនជាក្អកមានបញ្ហាលើសពីហ្នឹងសូមជួបពេទ្យបាទហើយឆ្នាំហ្នឹងខ្ញុំចូលមកផឹកខ្លួនឯងដែរបាទហើយខ្ញុំថតចែកម្លែកគ្នាយើងទៅខ្ញុំឃើញគិតថាវាល្អបាទអញ្ចឹងខ្ញុំចែកម្លែកដល់អ្នកដែលក្រោយទៀតបាទដែលមានបញ្ហាក្អកដូចខ្ញុំអញ្ចឹងបាទអញ្ចឹងខ្ញុំបរិភោគហ្នឹងបាទខ្ញុំលេបថ្នាំពេទ្យដែរបាទលេបថ្នាំវាអត់ត្រូវបាទថ្នាំពេទ្យផ្សំតាមហ្វាមស៊ីតាមតូបហ្នឹងគេផ្សំធ្វើឲ្យខ្លះទេបាទលេបទៅវាអត់ត្រូវទេអញ្ចឹងវិលមកររបស់ធនធានដើមយើងវិញគឺថ្នាំបុរាណខ្មែរយើងបាទអញ្ចឹងខ្ញុំចែកម្លែកតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នាបាទអាចក្អកអីអាចសាកបានបាទហើយបើក្អកយូរថ្ងៃដូចខ្ញុំប្រាប់អញ្ចឹងណាបាទទៅពេទ្យបាទអញ្ចឹងអរគុណច្រើនបាទសូមជម្រាបលាបាទសូមបញ្ជាក់ម្ដងទៀតណាពុកម៉ែបងប្អូនអាចដាំវាបានណាទៅបែបនេះយើងយកទៅដោតនៅដីណាដែលមានជីជាតិទៅវាអាចដោះហើយបាទអញ្ចឹងអរគុណច្រើនបាទជំរាបលាបាទបើពេញចិត្តជួយចែកម្លែកវីដេអូហ្នឹងទៅដល់អ្នកដទៃផងហើយជួយចុច Subscribe ទៅក្នុងវីដេអូហ្នឹងផងបាទដើម្បីទទួលបាននៅរុក្ខជាតិអីផ្សេងៗទៀតបាទសូមអរគុណច្រើនបាទសូមជម្រាបលា